វីដេអូនេះគឺខ្ញុំចង់បង្ហាញលោកគ្រូអ្នកគ្រូទាំងអស់គ្នាអំពីប្រព័ន្ធនៃការគ្រប់គ្រងវិក្កយបត្រដែលខ្ញុំបានបង្កើតឡើងនៅក្នុងប្រព័ន្ធគ្រប់គ្រង Clinic នៅក្នុងប្រព័ន្ធគ្រប់គ្រងវិក្កយបត្រនេះគឺវាមានលក្ខណៈជាអូតូម៉ាទិកដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាគ្រាន់តែចុចតែ2-3 click គឺលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចគិតប្រាក់ជូនអ្នកជំងឺបានអញ្ចឹងនៅក្នុងនេះគឺខ្ញុំចង់បង្ហាញនៅពេលដែលលោកគ្រូអ្នកគ្រូបានធ្វើការជា flow ការងារពិនិត្យជំងឺរហូតដល់ការព្យាបាលហើយលោកគ្រូអ្នកគ្រូចុចបញ្ចប់អ្នកជំងឺបន្ទាប់ណាចុចតង់ហ្នឹងទៅគ្រូអ្នកគ្រូនឹងទទួលបានឈ្មោះអ្នកជំងឺនៅក្នុងបញ្ជីអ្នកជំងឺបន្ទាប់មកទៀតបើសិនជាលោកគ្រូអ្នកគ្រូចង់គិតលុយអ្នកជំងឺម្នាក់នេះលោកគ្រូអ្នកគ្រូទាំងអស់គ្នាគ្រាន់តែចូលទៅក្នុងវិក្កយបត្រឬក៏ invoice ហ្នឹងលោកគ្រូអ្នកគ្រូគ្រាន់តែចុច ID ឬក៏ឈ្មោះរបស់គាត់ទៅហើយលោកគ្រូអ្នកគ្រូចុច search នោះប្រព័ន្ធនឹងគិតលុយជូនលោកគ្រូអ្នកគ្រូដោយស្វ័យប្រវត្តិតែម្ដងគឺ flow ការងាររបស់លោកគ្រូអ្នកគ្រូមានទាំងប្រមាណគឺវានឹងចូលទៅក្នុងតារាងសេវាកម្មនិងឱសថតែម្ដងជាក់ស្ដែងគឺដូចអ្នកជំងឺឈ្មោះណាំសុកណាងនេះអញ្ចឹងបាទអ្នកជំងឺហ្នឹងគឺគាត់ចូលមកមន្ទីរពេទ្យឬក៏ចូលមក clinic របស់លោកគ្រូអ្នកគ្រូធ្វើ flow ការងារជាមួយគាត់មានប្រឹក្សាយោបល់មើលជាតិស្ករមើលជាតិកាល់ស្យូមមើលជាតិអាស៊ីតមានការធ្វើតេស្តអេម៉ូក្រាមហើយលោកគ្រូអ្នកគ្រូឲ្យថ្នាំទៅគាត់អញ្ចឹងគឺប្រព័ន្ធគឺនឹងអូតូម៉ាទិកលោតចូលទៅក្នុងបញ្ជីសេវាកម្មនឹងតែម្ដងហើយមានតម្លៃរាយមានតម្លៃសរុបនៅក្នុងការកំណត់តម្លៃលោកគ្រូអ្នកគ្រូអាចកំណត់ដោយខ្លួនឯងបានដោយលោកគ្រូអ្នកគ្រូទាំងអស់គ្នាគ្រាន់តែចូលទៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងអូសចុះមកក្រោមគឺឃើញមានកន្លែងកំណត់តម្លៃសេវាកម្មលោកគ្រូអ្នកគ្រូគ្រាន់តែចុចកំណត់ទៅបាទឧទាហរណ៍ថាថតសេវា echography abdominal លោកគ្រូអ្នកគ្រូយក 30000 រៀលអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែចុចរក្សាទុកទៅតម្លៃនោះគឺនឹងរក្សាអូតូម៉ាទិកបន្ទាប់មកទៀតបើសិនជាអ្នកជំងឺលោកគ្រូអ្នកគ្រូគាត់ប្រឹក្សាយោបល់ឬក៏គាត់ធ្វើអេកូគ្រាន់តែចុចឈ្មោះអ្នកជំងឺនឹងទៅគឺវានឹងលោតចូលក្នុងតារាងបញ្ជីសេវាកម្មឱសថតែម្ដងនៅក្នុងនេះដែរគឺលោកគ្រូអ្នកគ្រូអាចចុច print វិក្កយបត្រគឺមានទម្រង់វិក្កយបត្រដូចនេះមានឈ្មោះអ្នកជំងឺមានរាយនាមបាទហើយនៅក្នុងនោះគឺជាទម្រង់ print ស្តង់ដារមួយដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចប្រើប្រាស់ឲ្យអ្នកជំងឺបាននៅកន្លែងនេះគឺជា summary សម្រាប់លោកគ្រូអ្នកគ្រូចង់ discount ជូនអ្នកជំងឺ 5% គឺវា calculate automatic តែម្ដងហើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចចុចរក្សាទុកអូខេបាទអញ្ចឹងគឺរួចរាល់ការងារ